បងកុំវាយបងកុំវាយបាយឈៀមឲ្យបងកុំវាយបងកុំវាយបងអើរើរួចហើយរើរួចហើយចៅសង្ងំនៅក្នុងទឹកទៀតអស់លាក់ចៅលួចម៉ូតូរត់ចូលលូទឹកស្អុយយកថង់ធ្វើជាបំពង់អុកស៊ីសែនដើម្បីដកដង្ហើមតែចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានដដែលភ្នំពេញករណីចោរកម្មដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងនិងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងចានកកកស្ថិតនៅក្បែរផ្សារទួលពងរជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេចក៏បានរត់គេចខ្លួនយ៉ាងប្រផាប់ប្រភេញដោយសម្រេចចិត្តលោតចូលទៅក្នុងលូទឹកស្អុយដើម្បីពួនសំងំពីការតាមចាប់របស់សមត្ថកិច្ចនិងប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈនោះអ្នកសារព័ត៌មាននិងសមត្ថកិច្ចមូលដ្ឋានបានព្យាយាមនិយាយសម្របសម្រួលយ៉ាងចិត្តត្រជាក់ឲ្យជនសង្ស័យងើបឡើងមកប្រគល់ខ្លួនដោយធានាថានឹងការពារសុវត្ថិភាពមិនឲ្យមានការប្រាហឹង្សាពីសំណាក់មហាជនដែលកំពុងខឹងសម្បារឡើយក្រោយពីព្យាយាមសំងំអស់មួយសន្ទុះធំទីបំផុតជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋសហការគ្នាឡោមព័ទ្ធចាប់ខ្លួនបានសម្រេចទាំងខ្លួនប្រឡាក់ទៅដោយទឹកលូសុយជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់បន្តទៀតបញ្ចប់នៅទិដ្ឋភាពលួចគេបានវាគ្រាន់តែពេលគេតាមទាន់វាក្រែលដោយពីចាស់ថាពិតមែន